បងប្អូនណាខ្លះស្គាល់បន្លែមួយមុខនេះជួយខមមិនម្នាក់មួយផងនេះគឺជាបន្លែស្នោទឹកដែលអ្នកស្រុកស្វាយរៀងចំណាំយកមកស្លម្សៅហើយថ្ងៃនេះខ្ញុំក៏បង្ហាញពីរបៀបស្លម្សៅនៃបន្លែនេះដែរបន្លែនេះតាមខ្ញុំដឹងគឺដុះនៅតាមបឹងហើយនឹងស្រែដែលមានទឹកជ្រៅទើបវាខ្ចីល្អបែបនេះមីងខ្ញុំគាត់មកពីខេត្តគាត់យកមកផ្ញើហើយល្អមែនតែនគឺខ្ចីមែនតែនអញ្ចឹងរបៀបស្លម្សៅរបស់ខ្ញុំអត់ខុសពីការស្លម្សៅផ្សិតផ្ចាក់ទេរបៀបស្លតែមួយតែបន្លែនេះគឺវាខ្ចីអញ្ចឹងខ្ញុំលាងទឹក3-4ទឹកឲ្យជ្រះហើយដោយសារវាអត់មានជាប់ស្មៅអីច្រើនអញ្ចឹងគឺងាយស្រួលខ្ញុំលាងសម្អាតមែនតែនលាងឲ្យបានច្រើនទឹករហូតដល់ទឹកដែលលាងនឹងសល្អយកវាឲ្យមកស្រស់ទឹកបែបហ្នឹងហើយខ្ញុំចាប់ផ្ដើមហាន់បន្លែហ្នឹងជាល្អិតដើម្បីយើងយកវាទៅបុកបន្តទៀតគឺហាន់បែបនេះឯងបន្លែស្នោទឹកនេះរសជាតិវាគឺអត់មានល្វីងឬក៏អីវាហាក់ដូចជាតកួនអញ្ចឹងប៉ុន្តែវារៀងស្វិតបន្តិចហើយតើតែអ្នកស្វ័យរៀងឬក៏អាចខាងអ្នកបាត់ដំបងគាត់នឹងស្គាល់បន្លែនេះហើយយើងយកវាមកស្លម្សៅគឺឆ្ងាញ់មែនតើពេលណាបងប្អូនបានទៅស្វ័យរៀងបើសិនជាឃើញបន្លែនេះអាចសាកល្បងទិញយកមកស្លដូចខ្ញុំបានវីដេអូពីការស្លខ្ញុំបង្ហាញជូនបងប្អូនហើយមានពេលបងប្អូនអាចសាកល្បងធ្វើពេលដែលហាន់ហើយខ្ញុំហាន់គល់ស្លឹកគ្រៃស្លឹកក្រូចសើចដើម្បីបុកជាគ្រឿងបន្ថែមទៅនឹងទឹកស្លរបស់យើងស្លម្សៅផងខ្ញុំគឺអត់សូវចោលគ្រឿងការបុកគ្រឿងទេដើម្បីឲ្យស្លវាឈ្ងុយកុំឲ្យវាឆ្អាបហើយនេះគឺអង្ករដែលខ្ញុំបានត្រាំម្រេចខ្ញុំធ្វើដូចរាល់ដងអញ្ចឹងបុកវារហូតតែម៉ត់ទៅទើបខ្ញុំដួសទុកម្ដុំបន្លែស្នោទឹកនេះបងប្អូនអាចយកមកស្លម្សៅអញ្ចឹងក៏បានយកទៅជ្រលក់ជាមួយនឹងទឹកគ្រឿងក៏បានដែរហើយក៏មាននៅក្នុងខែវស្សាដែរព្រោះវាខ្ចីល្អបើសិនជាក្នុងខែប្រាំងក៏អត់មានលក់ដែរបន្លែមួយមុខនេះចាអញ្ចឹងមកងាកមកខ្ញុំបុកម្សៅរួចហើយខ្ញុំដួសទុកម្លែកខ្ញុំដាំទឹកដើម្បីស្លខ្ញុំគិតថាបងប្អូនបានឃើញវីដេអូពីការស្លម្សៅខ្ញុំគឺខ្ញុំស្លរបៀបនេះឯងគឺដាំទឹកបង់ស្ក្រៃបង់ត្រីចូលហើយបង់អំបិលនិងជុំប្រហុកដោយតែរាល់ដងទេហើយម្ហូបនេះអាចថាត្រូវការប្រហុករៀងចាស់បន្តិចរឹតតែឆ្ងាញ់ហើយខ្ញុំទុកទឹកស្លហ្នឹងមួយឡែកសិនខ្ញុំមកបុកបន្លែជាមួយនឹងម្សៅអង្ករដែលខ្ញុំបានបុកឲ្យម៉ត់ហ្នឹងខ្ញុំដាក់បន្លែពាក់កណ្ដាលហើយម្សៅអង្ករក៏ខ្ញុំដាក់ពាក់កណ្ដាលដែរបុកឲ្យចូលគ្នាឲ្យម៉ត់តែមិនម៉ត់អីពេកទេបងប្អូនបាទលក្ខណៈដូចជាយើងបែកដើមហ្នឹងស្តៀងនឹងស្លក្តៀងដែរចាបុករួចរាល់ហើយខ្ញុំងាកមកមើលសម្លខ្ញុំបន្ថែមគ្រឿងដែលខ្ញុំបានបុកទុកនោះចូលបន្ទាប់មកខ្ញុំដាក់បន្លែដែលខ្ញុំបានបុករួចរាល់ហ្នឹងហើយបងប្អូនដាក់រសជាតិទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់បានទៅហើយម្ហូបនេះគឺយើងរំងាស់វារៀងឲ្យខាប់ទឹកបន្តិចគឺមានន័យថាវាឆ្អិនហើយបាយកកក៏បានបាយក្តៅក៏បានជាមួយនឹងស្លនេះញិចម្ទេសហឹរគឺឆ្ងាញ់មែនតើសាកល្បងធ្វើទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនា